សូមស្វាគមន៍មកកាន់ Channel ចំណូលនិទានពន្លឺភ្លើងចម្រុះពណ៌នៃទីក្រុងភ្នំពេញនាពេលរាត្រីចាំងឆ្លោះទៅនឹងផ្ទៃថ្នល់ដែលជោគជាំដោយដំណក់ទឹកភ្លៀងនៃដើមខែវស្សាសំឡេងស៊ីផ្លេឡាននិងម៉ូតូដែលប្រញាប់ទៅរកទីជម្រករំពងពេញដងវិថីព្រះមនីវង្សនៅជ្រុងមួយនៃហាងកាហ្វេដែលមានកញ្ចក់ថ្លាពាក់ក្តីអង្គុយសម្លឹងមើលទៅខាងក្រៅដោយខ្សែភ្នែកស្រងោស្រងាត់កែវកាហ្វេដែលធ្លាប់តែក្តៅងុំឥឡូវនេះបានប្រែជាត្រជាក់ស្រេបដូចទៅនឹងបេះដូងរបស់គេនាពេលនេះដែរពាក់ក្តីដកដង្ហើមធំរួចទាញសៀវភៅកំណត់ហេតុចាស់មួយក្បាលមកបាក់មើលរូបថតមួយសន្លឹកដែលថតនៅមាត់ព្រៃកំពតកាលពី3ឆ្នាំមុនគឺបានធ្វើឲ្យអារម្មណ៍របស់គេអណ្ដែតអណ្ដូងត្រឡប់ទៅរកអតីតកាលកាលនោះភក្តីគ្រាន់តែជាកូនអ្នកចំការម្រេចម្នាក់ដែលមានក្តីស្រមៃចង់ខ្លាយទៅជាវិស្វករចំណែកសុភីគឺជានិស្សិតស្រីមកពីភ្នំពេញដែលបានទៅចុះកម្មសិក្សានៅទីនោះផងដែរពួកគេបានជួបគ្នាដោយចៃដន្យនៅក្រោមដើមឈើធំក្បែរមាត់ទឹកនៅពេលល្ងាចដែលថ្ងៃរៀបលិចពណ៌មាសឆ្អិនឆ្អោតតែក្តីឯងនៅគិតពីរឿងចាស់ចាស់ទៀតហើយមែនទេនឹងសំឡេងតារាដែលដើរចូលមកកាត់ចង្វាក់គំនិតធ្វើឲ្យភក្តីភ្ញាក់ព្រឹកតារាទីងកៅអីអង្គុយចុះរួចបន្តតាមទឹកមុខបារម្ភថាយើងដឹងថាឯងស្រឡាញ់សុភីប៉ុន្តែឯងក៏ត្រូវដឹងដែរថាឋានៈគ្រួសារគេនិងយើងវាខុសគ្នាដូចមេឃនិងដីឥឡូវនេះសុភីកំពុងតែរងសម្ពាធពីអ្នកស្រីសោះឲ្យរៀបការជាមួយនឹងអាវិបុលមហាសេដ្ឋីចិត្តខ្មៅនោះហើយភក្តីផ្ដាប់ដៃណែនយើងដឹងក៏ប៉ុន្តែសុភីបានសន្យាជាមួយយើងនាងប្រាប់ថានាងនឹងមិនចោះចាញ់នឹងការបង្ខំរបស់ម្ដាយនាងឡើយតារាបែបសើចចំអកឲ្យវាសនាសន្យាវាគ្រាន់តែជាខ្យល់បក់ទេភក្តីអំណាចលុយកាក់នៅមុខមាត់ក្នុងសង្គមភ្នំពេញនេះវាធំជាងសេចក្តីស្នេហាបរិសុទ្ធរបស់ឯងទៅទៀតរំពេចនោះទូរស័ព្ទរបស់ភក្តីក៏រឡើងវាគឺជាសារពីសុភីបងភក្តីយប់នេះម៉ោង8ជួបគ្នានៅមាត់ទន្លេកន្លែងចាស់ខ្ញុំមានរឿងសំខាន់ចង់ប្រាប់បងពេលនោះបេះដូងភក្តីលោតញាប់ផុសចង្វាក់ធម្មតាគេប្រញាប់ក្រោកឈររួចដើរចេញពីហាងកាហ្វេតែមិនគិតពីភ្លៀងដែលកំពុងធ្លាក់ផងក្នុងចិត្តគេមានទាំងក្តីសង្ឃឹមនិងក្តីបារម្ភលាយឡំគ្នាគេដឹងថាការជួបគ្នាលើកនេះប្រហែលជាអាចជាចំណុចរបស់ដ៏ធំក្នុងជីវិតស្នេហារបស់គេបើយើងក៏លេចទៅមើលឯភូមិគ្រឹះដ៏ស្កឹមស្កៃរបស់សុភីវិញគឺបរិយាកាសគឺមានភាពតាំងតែងជាខ្លាំងអ្នកស្រីសោះកំពុងឈរស្ដីបន្ទោកូនស្រីទាំងទឹកមុខមាំថាសុភីឯងក៏តែឈប់តាក់ទងជាមួយនឹងអាវិស្វករកញ្ចាស់មកពីស្រុកស្រែនេះតទៅទៀតវិបុលគេមានទាំងឡានមានទាំងវិឡាមានទាំងមុខមាត់តើអាភក្តីវាមានអ្វីឲ្យឯងក្រៅពីក្តីស្រឡាញ់ស្ងួតកញ្ចក់នោះពេលនោះសុភីបានជុំសោកបោកខ្លួនម៉ាក់លុយកាក់មិនមែនជាអ្វីគ្រប់យ៉ាងឡើយសុភីជាមនុស្សល្អគេខំប្រឹងប្រែងដើម្បីអនាគតខ្ញុំមិនអាចរៀបការជាមួយមនុស្សដែលខ្ញុំមិនស្រឡាញ់ដូចជាវិបុលបានទេផាច់សម្លេងតែកំភ្លៀងមួយជើងបន្លឺឡើងយ៉ាងខ្លាំងអ្នកស្រីស្រស់សម្លឹងកូនស្រីដែលកំហឹងបើឯងមិនរៀបការជាមួយនឹងវិបុលទេកុំហៅយើងថាម៉ាក់ណាហើយយើងនឹងធ្វើឲ្យអាភក្តីនោះគ្មានកន្លែងឈរជើងនៅភ្នំពេញនេះជាដាច់ខាតសុភីរត់ចុះបន្ទប់ទាំងការឈឺចាប់នាង
ក្តាប់ទូរស័ព្ទរួចរៀបចំខ្លួនចេញទៅជួបភក្តីជាលើកចុងក្រោយនាងដឹងថានេះគឺជាការសម្រេចចិត្តដ៏ពិបាកបំផុតប៉ុន្តែនាងមិនអាចឲ្យភក្តីរងគ្រោះដោយសារនាងឡើយមេឃកាន់តែងងឹតភ្លៀងកាន់តែជោគជាំនៅឯមាត់ទន្លេភក្តីឈរចាំទាំងខ្លួនទៅទឹកជោគមិនយូរប៉ុន្មានឡានសេរីទំនើបមួយគ្រឿងបានមកឈប់ពីចម្ងាយសុភីដើរចេញមកទាំងទឹកភ្នែកជោគថ្វាល់ភក្តីស្ទុះទៅរកនាងក៏ប៉ុន្តែត្រូវឈប់ងក់នៅពេលឃើញវិបុលដើរចុះពីឡានតាមពីក្រោយនាងដែរវិបុលសើចបែបឌឺដងមើលចុះនេះមែនទេវិស្វករឯកទេសស្នេហ៍ស្មោះហ្នឹងសុភីប្រាប់វាទៅថាជប់នេះយើងមកដើម្បីអ្វីហើយសុភីសម្លឹងភក្តីដោយខ្សែភ្លេចសុំទោសនិងនិយាយទាំងមាត់ញ័រភក្តីបងត្រឡប់ទៅកំពតវិញទៅពួកយើងមិនអាចទៅមុខរួចទេខ្ញុំបានយល់ព្រមព្រឹត្តិការណ៍ជាមួយនឹងបងវិបុលហើយសម្ដីនីមួយៗរបស់សុភីប្រៀបបីដូចជាកំបិតចាក់ទម្លុះបេះដូងភក្តីគឺឈោះថ្មឹងមិនអាចនិយាយអ្វីចេញឡើយទឹកភ្លៀងនិងទឹកភ្នែកបានលាយចូលគ្នាជាមួយគ្នាមិនពិតទេសុភីអូនកំពុងកុហកបងមែនទេភក្តីសួរដោយសំឡេងខ្សោខ្សៅសុភីងាកក្រោយរួចក៏ដើរចូលឡានដោយមិនងាកក្រោយឡើយលីហើយភក្តីសូមបងជួបអ្នកថ្មីដែលល្អជាងអូនពេលនោះឡានរបស់វិបុលក៏បើកចេញទៅបន្សល់ទុកតែភក្តីដែលដួលជង្គង់ចុះលើដីកណ្ដាលភ្លៀងភាពអភ័ព្វបានមកដល់ហើយវាទើបតែជាការចាប់ផ្ដើមនៃព្យុះជីវិតដែលគេត្រូវប្រឈមមុខតែប៉ុណ្ណោះរំលងមួយរយៈពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមនៅទីក្រុងភ្នំពេញមិនបានធ្វើឲ្យចិត្តរបស់ភក្តីស្រស់ស្រាយឡើយបន្ទាប់ពីយប់ដ៏ខ្មៅងឹតនៅមាត់ទន្លេគេបានត្រឡប់មកបន្ទប់ជួលទៅចង្កៀតវិញទាំងខ្លួនប្រាណញ័រទៅត្រើតក្រុនក្តៅក៏បានវិលលុកបង្ខំឲ្យគេដេកស្ដុកស្ដឹងលើកន្ទិលចាស់តារាដែលជាមិត្តភក្តិស្មោះស្ម័គ្របានត្រឹមតែអង្គុយជូតខ្លួនឲ្យភក្តីទាំងទឹកភ្នែករលីងរលោងអាណិតមិត្តដែលធ្លាប់រួមរស់ជាមួយគ្នាធ្លាក់ខ្លួនដល់ថ្នាក់នេះភក្តីឯងត្រូវតែរឹងមាំឡើងកុំឲ្យស្រីម្នាក់និងប្រុសអាត្មានិយមម្នាក់មកបំផ្លាញជីវិតឯងអីតារានិយាយលើកទឹកចិត្តខណៈពេលដែលកំពុងបញ្ចុកបបមិត្តភក្តីសម្លឹងមើលពីដាបន្ទប់ដោយការភ្នែកប្រទេសស្អាតតារាយើងគ្មានអ្វីសល់ទៀតទេការងារដែលយើងខំធ្វើក៏ត្រូវបានក្រុមហ៊ុនបញ្ឈប់ភ្លាមនាព្រឹកនេះច្បាស់ជាស្នាដៃអាវិបុលហើយពិតមែនហើយវិបុលមិនត្រឹមតែដណ្ដើមយកសុភីប៉ុណ្ណោះទេគេថែមទាំងប្រាក់អំណាចទឹកប្រាក់បិទផ្លូវរបស់ភក្តីនៅភ្នំពេញទៀតផងវិបុលចង់ឲ្យភក្តីខ្លាចទៅជាមនុស្សអនាថាដើម្បីឲ្យសុភីអស់ចិត្តឈប់ស្រឡាញ់នៅឯភូមិគ្រឹះដ៏ស្កឹមស្កៃសុភីអង្គុយនៅក្នុងបន្ទប់ដែលជាប់សោបិទចិត្តនាងមិនព្រមហូបបាយមិនព្រមនិយាយស្ដីជាមួយអ្នកណាទាំងអស់អ្នកស្រីស្រស់ម្ដាយរបស់នាងក៏បានដើរចូលមកទាំងទឹកមុខរីកដូចផ្កាសុភីទឹកក្រែឯងរៀបចំខ្លួនភ្ជាប់ពាក្យជាមួយបុលហើយគេបានផ្ញើឈុតពេជ្រតម្លៃរាប់ម៉ឺនដុល្លារមកឲ្យឯងទៅផងអ្នកស្រីស្រស់និយាយដោយមោទនភាពសុភីងាកមកសម្លឹងម្ដាយតាំងទឹកភ្នែកម៉ាក់ដឹងទៀតថាម៉ាក់កំពុងលក់កូនស្រីខ្លួនឯងហើយណាវិបុលមិនមែនជាមនុស្សល្អដោយម៉ាក់កទេគេជាមនុស្សគ្រោះថ្នាក់ប៉ុន្តែសម្រែករបស់សុភីហាក់ដូចជាខ្យល់បក់កាត់ត្រចៀករបស់អ្នកស្រីស្រស់ប៉ុណ្ណោះអ្នកដឹងច្បាស់ថាវិបុលមានស្រីច្រើនរាប់មិនអស់ហើយចូលចិត្តលេងល្បែងស៊ីសងប៉ុន្តែម្ដាយនាងមើលឃើញតែសម្បកក្រៅនិងកិត្តិយសបោកប្រាស់ក្នុងចិត្តសុភីមានអាត់កំបាំងមួយដែលមិនទាន់ប្រាប់ភក្តីគឺនាងយល់ព្រមតាមវិបុលក៏ព្រោះតែវិបុលក៏ព្រាមថាបើនាងមិនព្រមគេនឹងជួលមនុស្សទៅសម្លាប់ឪពុកម្ដាយរបស់ភក្តីនៅឯខេត្តកំពតដោយក្តីអស់សង្ឃឹមនិងគ្មានផ្លូវរើស
ពាក់ក្តីសម្រាប់ចិត្តវិច្ចវិញត្រឡប់ទៅស្រុកកំណើតវិញរថយន្តស្នួលបើកបរកាត់ផ្លូវជាតិលេខ3ឆ្ពោះទៅកាន់ខេត្តកំពតខ្យល់អាកាសបរិសុទ្ធនិងភ្នំបូកគោដែលឈរត្រដែតពីចម្ងាយមិនបានជួយឲ្យចិត្តគេធូរស្រាលឡើយពេលត្រឡប់មកដល់ចំការម្រេចភក្តីបានឃើញឪពុករបស់គេកំពុងអង្គុយចិត្តស្ត្រីទាំងជូរាកូនមកវិញហើយមានទេនឹងមិនក៏កូនស្គមម្លេះលោកតាដែលជាឪពុកភក្តីសួរទាំងក្តីបារម្ភភក្តីអបឪពុករួចយំខ្សួលខ្ញុំសុំទោសពុកខ្ញុំមកវិញដើម្បីមើលថែរក្សាពុកភ្នំពេញមិនមែនជាកន្លែងសម្រាប់មនុស្សដូចខ្ញុំទៀតទេប៉ុន្តែសក្តីសុខនៅកំពតក៏មិនយូរមានច្រើនដែរមួយខែក្រោយមកតារាបានជិះម៉ូតូពីភ្នំពេញមកដល់ខេត្តកំពតទាំងបង្ហោះតែក្តីឯងដឹងទេអាទិត្យនេះសុភីនឹងត្រូវរៀបការហើយប៉ុន្តែមានរឿងមួយដែលឯងមិនដឹងវិបុលវាកំពុងរៀបចំគម្រោងលក់ដីផ្ទះរបស់គ្រួសារសុភីដើម្បីយកទៅសងបំណុលបាយរបស់វាបោកទាំងដែរសុភីវាយកទាំងខ្លួនប្រាណសុភីទៀតឬដូច្នេះឈាមក្នុងខ្លួនភក្តីហាក់ដូចជាពុកកញ្ជ្រោលឡើងគេមិនអាចអង្គុយមើលមនុស្សដែលគេស្រឡាញ់ធ្លាក់ក្នុងរណ្ដៅនរករបស់មនុស្សអកតេបែបនេះឡើយភក្តីសម្លឹងមើលចំការម្រេចក្នុងចំការរួចសម្លឹងមើលកំបិតមុខស្រួចដែលគេធ្លាប់ប្រើចិត្តផ្លែឈើភ្នែករបស់គេដែលធ្លាប់តែស្រូតបូតឲ្យលោកប្រាជាមានពលឺនៃការតស៊ូនិងការសងសឹកទៅវិញតារាជួយយើងផងយើងត្រូវតែទៅភ្នំពេញវិញលើកនេះមិនមែនទៅក្នុងនាមជាអ្នកចាញ់ទេប៉ុន្តែទៅដើម្បីកម្ចាត់បិសាចដែលពាក់ស្បែកមនុស្សនោះចាញ់ពាក់ដីនិងតារាចាប់ផ្ដើមរៀបចំផែនការសម្ងាត់មួយពួកគេត្រូវតែស្វែងរកភស្តុតាងនៃការបោកប្រាស់របស់វិបុលដើម្បីបង្ហាញឲ្យអ្នកស្រីស្រស់បានឃើញការពិតមុននឹងពេលមានពិធីការនីរៀបអាពាហ៍ពិពាហ៍ប្រកាសឈ្មោះពួកគេជាប្តីប្រពន្ធមេឃនៅកំពតក៏ចាប់ផ្ដើមងឹតស្លុបគោលន់ក្រហមពីចម្ងាយដូចជាសញ្ញានៃសង្គ្រាមស្នេហានិងកិត្តិយសដែលជិតមកដល់ស្នេហាដែលធ្លាប់តាក់ភ័ព្វតើអាចប្រែមកជាមានពលឺវិញបានដែរឬទេឬក៏ត្រូវរលាយសាបសូន្យទៅតាមប្រឡោកធាតុអាកាសនៃទីក្រុងដ៏មមាញឹក